បាទសួស្តីបងប្អូនអរគ្នាឥឡូវយើងទៅមើលពីការចាក់ follow ទាំងអស់គ្នារបៀបនៃការចាក់ follow របៀបនៃការចាក់ follow ទាំងអស់គ្នាfollow Facebook profile ក៏មានpage ក៏មានតាមបងប្អូនត្រូវការអញ្ចឹងណាហើយជាដំបូងឡើយបងប្អូនអូទៅមើលbrowser របស់យើងចូលទៅច្រមបាទចូលទៅច្រមមកបន្តមកទៀតយើង add browser ថ្មីមួយមកបាទហើយយើងចូលទៅកាន់ website មួយដែល website ហ្នឹងឈ្មោះ SMM អញ្ចឹងណាហើយបងប្អូនអាចចូលទៅឆែកមើលបានឥឡូវខ្ញុំវាយ www បាទវាយតែប៉ុណ្្នឹងវាវាធ្លាប់មាននៅហ្នឹងវាលោតឲ្យបងប្អូនវាយតាមហ្នឹងទៅអឺវាយហ្នឹងទៅយើងចុចយកមកបាទតមកទៀតយើងអូ scroll វាឡើងទៅលើទៅយើងរកមើលwebsite ហ្នឹងទៅ website វាមានច្រើនសម្រាប់បងប្អូនជ្រើសរើសប៉ុន្តែបងប្អូនអាចសាកល្បងប្រើមួយណាល្អបងប្អូនអាចប្រើមួយហ្នឹងទៅបាទឥឡូវយើងចុចទៅមើលដោយសារតែខ្ញុំធ្លាប់ប្រើ website នេះអញ្ចឹងខ្ញុំចុចលើ website នេះបាទwebsite ហ្នឹងខ្ញុំធ្លាប់ប្រើអញ្ចឹងគុណភាពវាល្អគួរសមមិនអាចថា100%ទេតែល្អគួរសមគ្រាន់តែនិយាយអញ្ចឹងបាទហើយបងប្អូនចូលទៅមើលពីសវីវាទៅសវីវាមានអីខ្លះបើសិនតែយើងចង់ចាក់ follow ចង់ចាក់ follow ចឹងទៅមើល follow Facebook មកអានេះ YouTube ទេបាទ TikTok ក៏មានដែរ TikTok ក៏មាន follower ដែរមាន like មាន follower ដូចគ្នាមានតាំងពី country tag ទៀតមានយើង tag ទៅប្រទេសណាបានតាមចិត្ត TikTok មាន like មាន view មានអីចឹងហើយគោលបំណងយើងចង់ទៅមើលពីការចាក់ follow អញ្ចឹង follow Facebook អញ្ចឹងយើងឲ្យទៅមើល Facebook មកវាចំណាយតិចបងប្អូនគ្រាន់ថាយើងចូលគេធ្វើវាអស់ច្រើនចូលគេចាក់តែបើយើងចេះខ្លួនឯងល្អនេះ Facebook follower profile ក៏មានដែរនេះ follower page ឥឡូវយើងចូលទៅមើលpage ទាំងអស់គ្នា follow page ទាំងអស់គ្នាតោះមកបងប្អូនចុចលើអាខោនេះមួយបងប្អូនមើលទៅវាមានប្រហែលសេនក្នុងការចាក់តែវា refill វាបំពេញ30ថ្ងៃអញ្ចឹងបំពេញក្នុងរយៈពេល1ខែបំពេញរយៈពេល1ខែបើសិនជាបងប្អូនអត់ចង់ចាក់យូរចឹងទេបងប្អូនមើលទៀតវាមានខាងក្រោមនោះទៀតវាមាននេះ Facebook follower ដែរដូចគ្នាអាហ្នឹងក៏ refill 30ថ្ងៃដែរបំពេញ30ថ្ងៃដូចគ្នាប៉ុន្តែអត់ថោកអស់0.17ចឹងហើយបងប្អូនគិតមើលទៅ0.17បើចាក់វាបានច្រើនអញ្ចឹងបើយើងចាក់វាបានច្រើនមាន17 18ចឹងទៅតែបងប្អូនយល់ល្អចាក់បំពេញ refill ក៏បានដែរបើអត់ refill វាលឿនក្នុងរយៈពេលតែ12ម៉ោងវាពេញហើយវាអាចនឹងពេញហើយឬក៏2 3ម៉ោងគឺវាពេញហើយប៉ុន្តែបើសិនជាយើងបើសិនជាយើងចង់ចាក់ refill ក៏ refill ទៅ30ថ្ងៃបាទយើងមើលក្រោមទៀតមកវាមាន65សេនណា 0.65 សេនក៏មានដែរបាទប៉ុន្តែយើងមើលពីគោលការណ៍របស់គេសិនទៅគោលការណ៍គេមិននឹងបងប្អូនយើងមើលទៅវា
ក្នុងមួយថ្ងៃពីប្រហែលដល់ប្រហែលវាមានតាំងពីអឺ 100k ក្នុងមួយថ្ងៃក៏មានអាហ្នឹងយើងចាក់ចឹងអឺចំនួនកំណត់វា5លានអញ្ចឹង5លាន follower អញ្ចឹងទៅប៉ុន្តែគាត់ថាក្នុងមួយថ្ងៃវារកបាន 100k អញ្ចឹងណាហើយវីដេអូវាចាប់ពី30អូ refill វា60ថ្ងៃអញ្ចឹងទៅ2ខែអញ្ចឹងទៅបើយើងមើលអាក្រោមនោះទៀតវាមានFacebook follower ដែរពី 2k ដល់ 25k ក្នុងមួយថ្ងៃអញ្ចឹងតែវាអត់បំពេញទេបន្ទាប់ហ្នឹង0.99 ហ្នឹងអាហ្នឹងវាអត់បំពេញទេអត់មានបំពេញក្នុងរយៈពេលខែទេឬក៏30ថ្ងៃនោះទេវាចាក់ទៅគឺវាដើមអញ្ចឹងណាវាខុសគ្នាត្រង់ហ្នឹងបើសិនជាយើងចង់បានអាហ្នឹងយើងយកហ្នឹងទៅតែបើអត់ទេយើងមើលក្រោមទៀតវាចាប់ពី 40k ដល់ 80k ក្នុងមួយថ្ងៃហ្នឹងតែវា refill 30ថ្ងៃវាបំពេញ30ថ្ងៃបានគ្រប់ដែលយើងចង់បានអញ្ចឹងប៉ុន្តែតម្លៃវា 1.18 សេនបាទហើយយើងមើលក្រោមទៀតណាបើយើងចង់ចាក់មួយណាយើងមើលមួយហ្នឹងយើងមើលសិនទៅល្អជាងយើងមើលឲ្យសពសិនទៅសូមយើងចាក់នេះវាពី 2k ដល់ 25k វាបំពេញ30ថ្ងៃដែរតែ start វាចាប់ពី0.013ម៉ោងអាហ្នឹងវា start ហើយប៉ុន្តែតម្លៃវា$1.09វាប៉ុណ្ណឹងក្នុង1000 follower ខ្ញុំគិតថាថោកជាងជួលគេចាក់ជួលគេទិញរបស់គេពេលខ្លះយើងទិញមិនដឹងថារបស់គេហ្នឹងគេចាក់ឬក៏វា follow ដោយមនុស្សផ្ទាល់ខ្ញុំមិនដឹងថាអញ្ចឹងពេលខ្លះយើងទិញវាអាចនឹងប៉ះដែរពេលខ្លះគេចាក់ទៅបើយើងទិញមកក៏ខុសដែរពេលច្រើនទិញរបស់គេមានអ្នក follow ស្រាប់អាហ្នឹងយើងធ្វើទៅវាឡើងទៅទៀត follow វាឡើងទៅទៀតតែវីដេអូចឹងល្អគេ follow ឡើងទៅទៀតហើយតែអានេះគ្រាន់តែចង់បង្ហាញពីក្បួនពីការចាក់អីទេវាមិនដឹងថាទៅធ្វើឲ្យគេឬក៏អីបាន 100% ទេគាត់ថានេះវាបាន 50% 70% ទេតាមនឹងដែរតាមដែលយើងចាក់ទៅត្រូវអញ្ចឹងបើយើងចេះខ្លួនឯងចេះចំណុចហ្នឹងល្អមិនបាច់ចាំទៅពឹងគេជួលគេបាទយើងមើលទៀតអានេះក៏ Facebook page follow ដែរ like follow ដែរប៉ុន្តែគាត់ថានេះ60ថ្ងៃក្នុងរយៈពេលបំពេញ60ថ្ងៃពី 1k ដល់ 10k អញ្ចឹងណាតែតម្លៃវា $0.01 សេនបាទហើយយើងទៅមើលខមនេះវិញ page follow ដែរប៉ុន្តែនៅអាស៊ានបាទវានៅប្រទេសយើងដាក់ទៅប្រទេសណាដែលគេ follow ក៏បានដែរយើងចង់ដាក់ទៅប្រទេសណាក៏បានអានេះវាមានរូបទង់ជាតិហ្មងវាស្រួលមើលបាទយើងមើលតាមនោះទៅតែនេះ 0.89 សេននិយាយទៅយើងមើលច្បាស់ហើយយើងចាក់តាមនោះទៅអានេះក៏ខ្ញុំបង្ហាញពីការរើសនៃការចាក់ follow មួយណាតាមដែលយើងចង់បានបើសិនជាយើងចង់បានល្អយើងមើលទៅវាតម្លៃវាក៏វាគួរសមដែរប៉ុន្តែបើយើងចាក់ធម្មតាយើងមិនបាច់ចាំចាក់ល្អពេកក៏បានឲ្យសំខាន់ឲ្យតែវាបាន follow គ្រប់ចំនួនដែលយើងចង់បានទៅហើយដោយអានេះក៏
បំពេញ60ថ្ងៃដែរ 3k អញ្ចឹងក្នុងមួយថ្ងៃ10 3k ក្នុងមួយថ្ងៃបាទហើយអាក្រមនេះទៀតវាមានច្រើនមែនតើបងប្អូនច្រើនមែនតើយើងអាចរើសមើលមួយណាក៏បានដែរប៉ុន្តែយើងត្រូវមើលគោលការណ៍វាសិនកោការវាមានពី 5k ដល់ 20k ក្នុងមួយថ្ងៃអញ្ចឹងណាអាហ្នឹងដែលយើងត្រូវមើលចាំបាច់ត្រូវមើលហើយនឹង refill 30ថ្ងៃហ្នឹងគឺយើងត្រូវមើលដែរគឺចាំបាច់វាយើងត្រូវមើលហ្នឹងហើយមានច្រើនតែនច្រើនរំអស់ប៉ុន្តែយើងចង់ឲ្យ follow ទៅអាមេរិកក៏បានទៅអីក៏បានណានេះក្នុងជាតិបងប្អូនមើលទៅដឹងហើយបាទ UK ក៏មាន USA ក៏មានស្អីដែលយើងដាក់ឲ្យ follow ទេ follow ចង់ឲ្យទៅ follow ទៅប្រទេសណាក៏បានដែរហើយគ្រាន់ថាតម្លៃវាថ្លៃបន្តិច$10ក្នុង 1k អញ្ចឹងហ្នឹង$10ក្នុង 1k ពី100ដល់500ក្នុងមួយថ្ងៃអញ្ចឹងការ follow ហ្នឹងហើយបើអាក្រោមនេះវិញ$10ដូចគ្នាប៉ុន្តែពី100ដល់1500ក្នុងមួយថ្ងៃ follower ក្នុងមួយថ្ងៃបើនិយាយពីចំនួនកំណត់វា 10k អញ្ចឹងចំនួនកំណត់វា 10k បាទអាហ្នឹងវាមានប៉ុណ្ណឹងអ្វីដែលខ្ញុំចង់បង្ហាញគឺវាមានប៉ុណ្ណឹងសម្រាប់តែយើងចង់ចាក់ follow អញ្ចឹងយើងអាចមើលមួយណាដែលយើងចង់ចាក់អញ្ចឹងទៅបាទអាហ្នឹងជាមួយដែលយើងត្រូវចេះល្អបាទហើយបងប្អូនប្រើទៅដឹងអ្នកខ្លះគាត់ធ្លាប់ប្រើគាត់ដឹងសម្រាប់អ្នកដែលគេដឹងខ្ញុំមិនហ៊ាននិយាយច្រើនទេថាអានេះជាបទពិសោធន៍ខ្ញុំតិចតួចខ្ញុំដែលខ្ញុំធ្លាប់ធ្វើអញ្ចឹងណាហើយ website មួយហ្នឹងវាល្អដែរពីមុនមកខ្ញុំប្រើល្អតែឥឡូវខ្ញុំខានប្រើដែរខានប្រើយូរដែរហើយខ្ញុំប្រើម្ដងកាលទេអញ្ចឹងបងប្អូនអាចតេស្តមើលខ្លួនឯងបានបាទវីដេអូហ្នឹងមានប៉ុណ្ណឹងអរគុណច្រើនជំរាបលាហើយជួបគ្នាវីដេអូក្រោយ